ចាក់កវ៉ាល់លោកធាតុនោះធំធេងមហាសែនធំធេងក៏ប៉ុន្តែនៅតែព្រះអង្គទ្រង់សម្ដែងអំពីការវិនេះឃើញទេចឹងបានជាយើងលើកមកហ្នឹងគឺថាធំប៉ុណ្ណាក៏ដោយព្រោះនៅតែវិនិច្ឆ័យទៅដោយភ្លើងវិនិច្ឆ័យទៅដោយទឹកវិនិច្ឆ័យទៅដោយខ្យល់ឃើញទេហ្នឹងហើយដូច្នោះយើងនឹងសិក្សាបន្តទៅទៀតនៅក្នុងរឿងរ៉ាវដែលយើងបានរតនាមកគឺចំពោះលោកធាតុឬក៏យើងនិយាយថាចក្រវាឡដែលតេតិនជាមួយនឹងព្រះពុទ្ធសាសនាតេតិនជាមួយនឹងការត្រាស់ដឹងរបស់ព្រះអង្គដូចជាភ្នំព្រះដូចជាភ្នំព្រះសុមាប្រសិនបើព្រះអង្គមិនបានត្រាស់ដឹងទេអ្នកណាសម្ដែងគឺអត់ណាអត់បានដឹងមែនហើយដូចជាភូមិដូចជាភូមិទេវតាក្តីភូមិព្រំក្តីអរូបព្រំក្តីគោចររបស់ព្រះអាទិត្យព្រះច័ន្ទឬក៏ការវិនិច្ឆ័យរបស់លោកធាតុនីមួយទាំងអស់នឹងក្តីបើសិនជាមិនមានព្រះអង្គទ្រង់សម្ដែងទេមានអ្នកណាដឹងអត់មានអ្នកណាដឹងចឹងហើយបានយើងអារតនីមកដើម្បីជាគោលថាព្រះអង្គទ្រង់ត្រាស់ដឹងអំពីចក្រវាឡអំពីលោកធាតុតែព្រះអង្គមានប្រតិយ៉ាងម៉េចក្នុងការសម្ដែងរឿងនោះដល់យើងទាំងអស់គ្នាដែលជាសត្វលោកនោះតែសម្ដែងរឿងហ្នឹងដើម្បីប្រយោជន៍អ្វីចឹងណានឹងបានជាយើងលើកអរតនីមកគឺថាព្រះអង្គបានលើកអំពីលោកធាតុមកហើយលោកធាតុហ្នឹងទៀតមិនមែនតែចក្រវាឡយើងនឹងទេសិតតែមើលចក្រវាឡសែនកោចក្រវាឡអនន្តចក្រវាឡអនន្តចក្រវាឡដែលព្រះអង្គបានត្រាស់ដឹងក៏ប៉ុន្តែព្រះអង្គទ្រង់សម្ដែងថាធំធេងប៉ុណ្ណឹងក៏ដោយនេះចក្រវាឡទាំងអស់នោះជាការប្រជុំនេះឯងចក្រវាឡក្តីលោកធាតុភ្នំព្រះសមាព្រៃសមុទ្រមហាសមុទ្រទាំងអស់នឹងគឺជាការប្រជុំនៃធាតុឯងជាធាតុអីប្រជុំនៃធាតុអីទាំងអស់ហ្នឹងដែលព្រះអង្គសម្ដែងគឺជាការប្រជុំនៃមហាភូតរូប4ហើយចំពោះសរីរៈយើងប្រជុំអីដែរមហាភូតរូបដូចគ្នាហើយមហាភូតរូបយើងហើយនឹងមហាភូតរូបលោកធាតុអីទាំងអស់ចក្រវាឡហ្នឹងអ្នកណាធំជាងនោះចក្រវាឡលោកធាតុនោះធំធេងមហាសែនធំធេងក៏ប៉ុន្តែនៅតែព្រះអង្គទ្រង់សម្ដែងអំពីការវិនិច្ឆ័យឃើញទេចឹងបានជាយើងលើកមកហ្នឹងគឺថាធំប៉ុណ្ណាក៏ដោយព្រោះនៅតែវិនិច្ឆ័យទៅដោយភ្លើងវិនិច្ឆ័យទៅដោយទឹកវិនិច្ឆ័យទៅដោយខ្យល់ឃើញទេហ្នឹងហើយដូច្នោះបើយើងស្ដាប់ទៅឃើញមហាភូតរូបធំធេងប៉ុណ្ណាគង់នឹងវិនិច្ឆ័យយ៉ាងហ្នឹងចុះមហាភូតរូប4ដែលយើងបានសិក្សានៅក្នុងព្រះអភិធម្មយល់នៅក្នុងព្រះអភិធម្មដែលជារូបរាងកាយយើងហ្នឹងហើយយើងរាល់ថ្ងៃហ្នឹងយើងអត់ភ័យអត់ស្លុតក្នុងការវិនិច្ឆ័យទេឬយ៉ាងម៉េចឃើញទេហ្នឹងហើយវាទៅតែ20រឿងនោះវាទៅ20អារឿងបន្តិចនេះអាមហាភូតរូបបន្តិចនេះហ្នឹងហើយយើងមើលសិតតែ60 70 80អីក៏តែមើលទៅដូចអត់សូវភ័យក៏តែបើសិននិយាយថា10ឆ្នាំទៀតនេះផែនដីនេះភ្លើងឆេះភ័យតែមកក៏តែរាល់ថ្ងៃនេះយើងរស់ប្រហែលឆ្នាំទៀតបើ80ហើយ70ហើយក៏តែឲ្យភ័យដូចអញ្ចឹងភ័យដែរអត់ភ័យអីខ្លាចតែអត់មានអីបរិភោគនេះភ័យខ្លាចអត់បរិភោគភ័យខ្លាចមិនបានសប្បាយយ៉ាងចេះសប្បាយយ៉ាងចុះភ័យមិនបានជួបយ៉ាងនេះជួបយ៉ាងនោះចឹង
ចឹងបានជាព្រះអង្គទ្រង់សម្ដែងមកថាពេលដែលភ្លើងមុននឹងឆេះបល័យលោកម្ដងណាមានទេវតាមួយអង្គលោកមានសម្ពុតក្រហមហ្នឹងមកជូតក្បាលលោកហ្នឹងហោះប្រាប់អញ្ចឹងតែមក100ឆ្នាំមកដាស់តឿនម្ដងមិនប្រកាសរាល់ថ្ងៃឯង100ឆ្នាំមកប្រកាសម្ដងក្នុងរយៈ100,000 ឆ្នាំលោកនេះត្រូវនេះក្នុង100,000 ឆ្នាំហើយណាលោកនឹងត្រូវតែវិនិច្ឆ័យហើយទេវតាដែលមកប្រកោកប្រកាសការបល័យទៅនៃលោកធាតុដោយសារភ្លើងអីទាំងអស់ហ្នឹងគឺថាមនុស្សសម័យហ្នឹងគ្រាន់តែលឺប៉ុណ្ណឹងតក់ស្លុតគ្មានអ្នកណាលេងចង់មានចង់បានចង់ប្រមូលឲ្យបានប៉ុណ្ណេះជំរុកប៉ុណ្ណេះឃ្លាំងមិនដែលលេងចង់បានណាវាដោយសារថាប្រមូលមកទុកអីបើភ្លើងវាចិត្តឆេះអស់ហើយដល់តនេះចាអាហ្នឹងខ្ញុំចង់លើករាល់ថ្ងៃបើយើងរៀនគិតអញ្ចឹងគឺថារហ័សអញ្ចឹងតែម្ដងគឺថាដល់តែលេងចង់មានចង់បានហើយបើបានទៅអស់តិចទៀតបែកគ្នាយើងភ្លើងឆេះទៅចែកគ្នាបរិភោគធម្មតាគ្មានចង់គិតចង់លឹបលាវទៅលើអ្នកណាមើលងាយមើលថោកអ្នកណាគឺអត់មានអញ្ចឹងទៅនៅពេលដែលទេវតាមកប្រកាសហ្នឹងណានឹងចង់លើកចំណុចហ្នឹងគឺថាដល់តែអត់មានការប្រមូលហួងហែងសួរខ្លួនម្នាក់អញ្ចឹងទេរស់នៅដោយសុខស្រួលគ្រាន់តែតាំងជាព្រំវិហារធម៌ដែលដូចជាករណាព្រំវិហារធម៌គ្រាន់តែតាំងបរកម្មព្រឹបបឋមឈានពុទ្ធបដៅលឿនជាទីបំផុតឈាននៅពេលហ្នឹងជឿបានតែទៅព្រំលោកហ្នឹងអត់ទេអ្នកណាក៏ធ្លាប់ទៅដែរគឺថាដល់ហេតុអីបានជាឈានរហ័សកើតអញ្ចឹងថាមកអំពីវាអត់មានជាប់ជំពាក់រឿងអីហ្នឹងយល់ទេអានឹងចង់ជម្រាបអញ្ចឹងហើយដល់តែយើងជំពាក់ឯនេះផងនោះផងV1 ធ្វើអីក៏អត់កើតមកអំពីចិត្តរបស់យើងវាជាប់ចំណងនឹងឯងវាច្រើនដល់ទេវតាសម័យហ្នឹងអត់ទេមនុស្សគ្រាន់តែតាំងតែព្រំវិហារធម៌ណាមួយបឋមឈានទុតិយឈានទៅព្រំបដាស្រួលហើយងាយទៀតហ្នឹងណានេះគឺសឲ្យឃើញថាអ្វីដែលគុណធម៌ឥឡូវនេះដែលរឿងមិនសូវជាកើតចំពោះយើងនៅណាមួយនោះគឺមកអំពីការហួងហែងជាប់ជំពាក់ហើយយើងវាអត់ដឹងដល់យើងអត់ដឹងទៅគុណធម៌វាក្រកើតដល់យ៉ាងក្រៃលែងណានឹងខ្ញុំគ្រាន់តែលើកឲ្យពិចារណាអញ្ចឹងបើសិនជាឥឡូវនេះយើងធ្វើទុកក្នុងចិត្តឲ្យបានល្អដូចជាកាលដែលទេវតាមកប្រកបប្រការហ្នឹងគឺថាគុណធម៌កើតរហ័សជាទីបំផុតហ្នឹងដោយសារមិនមានការហួងហែងមិនមានការជាប់ជំពាក់ជំពិនអីច្រើនទេហើយមានសេចក្តីតក់ស្លុតនឹងការរស់នៅនេះឯងរស់នៅអីថារស់នៅក្នុងកាមវចរៈភូមិតក់ស្លុតរហូតអញ្ចឹងមានតែដំណើរដើម្បីចម្រើនឈានទៅខាងព្រំលោកនឹងឯងពីព្រោះទេវតាមកប្រាប់អញ្ចឹងថាឆេះរហូតដល់ខាងក្រោមអប្សរាព្រំនោះហើយអប្សរាព្រំទៅដល់ហ្នឹងវាតតែយើងបានទុតិយឈានបឋមឈានក៏នៅឆេះដែរក៏ប៉ុន្តែបើកើតជាបឋមឈានហើយយើងទៅដល់ព្រំនេះនោះបឋមភូមិនោះចម្រើនតទៅទៀតពីព្រោះនៅពេលហ្នឹងទាំងមនុស្សទាំងពពួកទេពទាំងឡាយមានសេចក្តីតក់ស្លុតដូចគ្នាខ្ញុំអាណិតជាងគេអាណិតនរកតក់ស្លុតដែរមួយថ្ងៃអត់មានអីបរិភោគមួយថ្ងៃទៅតែពេងទៅតែនរកហ្នឹងអត់ត្រូវតែភ្លើងឆេះហ្នឹងចេះតក់ស្លុតដែរថាគេទៅវាស្រួលតែគេវាតក់ស្លុតមិនអញ្ចឹងយើងមនុស្សហើយនរកមួយថ្ងៃទៅតែភ្លើងមួយថ្ងៃត្រូវតែពេងហើយដល់ទៅលឺសូថាផែនអីឆេះតក់ស្លុតដែរហ្នឹងអាណិតត្រង់ឡែកហ្នឹងបើថា20បើតក់ស្លុតនឹងភ្លើងឆេះវាចង់ឲ្យត្រូវពេងទៀតទៅថ្ងៃវាទៅតែពេងទៅឆេះក្តៅភ្លើងហ្នឹង